បាទទូទាំងនៃជនជាតិគ្រប់រាប់អានវគ្គនេះជាវគ្គបញ្ចប់ក្នុងការភ្ជាប់ជាមួយនឹងភ្នាក់ងារតាមខេត្តហើយសូមបកគលនីតិនេះដើម្បីជូនលោកបុត្រាជួបជាមួយលោកវិឡែមប្រចាំនៅខេត្តត្បូងឃ្មុំសូមអញ្ជើញបាទសូមអរគុណលោករដ្ឋបាទជម្រាបសួរលោកវិឡែមបាទជម្រាបសួរលោកបុត្រានិងលោករដ្ឋបាទលោកវិឡែមមិនអីខានជួបគ្នាយូរសុខទុក្ខយ៉ាងម៉េចដែរបាទបាទវាសុខសប្បាយធម្មតាទេបាទអីណាបាទហើយអាកាសធាតុនៅខាងត្បូងឃ្មុំយើងយ៉ាងម៉េចដែរទៅព្រឹកនេះអាកាសធាតុមានមេឃស្រឡះគួរសមដែរបាទល្អជាងសពបន្តិចបាទអូល្អគួរសមអរគុណណាស់ហើយរឿងរ៉ាវព្រឹកហ្នឹងមានអីជម្រាបជូនដល់បងប្អូនដែលកំពុងតាមដាននិងទស្សនាសូមអញ្ជើញបាទព្រឹកនេះគឺមានសេចក្តីរាយការណ៍មួយស្តីអំពីបាទគឺផ្ទះមួយខ្នងហ្នឹងត្រូវភ្លើងអគ្គិសនីឆាប់ឆេះបាទទៅសល់ផេះផងតែម្ដងបាទអញ្ជើញលំអិតមើលយ៉ាងម៉េចខ្លះបាទផ្ទះទំហំ8គុណនឹង9ម៉ែត្របាទធ្វើអំពីឈើប្រក់ក្បឿងហើយខាងក្រោមហ្នឹងគឺមានរាបថ្មបាទហើយបាទការឆាប់ឆេះហ្នឹងគឺឆេះនៅពេលល្ងាចថ្ងៃទី9បាទបណ្ដាលឲ្យខូចខាតប្រសម្បត្តិយ៉ាងស្រុងបាទហើយក្នុងករណីនេះដែរគឺมันបានបណ្ដាលឲ្យមានមនុស្សរងរបួសឡើយបាទហើយតាមការដឹងពីលោកលាស់រស់មេប៉ុសមុងរាវបានដឹងថាគឺឆេះនេះបណ្ដាលដោយសារទូសេខ្សែភ្លើងបាទទូសេខ្សែភ្លើងបាទទូសេខ្សែភ្លើងប៉ុន្តែទូសេខ្សែភ្លើងនៅផ្ទះគាត់ត្មងឬក៏បណ្ដាលពីផ្ទះបាយគាត់ឬក៏ផ្ទះអ្នកជិតខាងឬក៏អត់ទេទូឆេះហ្នឹងគឺនៅផ្ទះកើតហេតុហ្នឹងតែម្ដងបាទផ្ទះគាត់ត្មងអូទឹកអញ្ចឹងបាទហើយសម្រាប់ចានក្បានរបស់របរគ្រឿងសម្ភារៈនៅក្នុងផ្ទះហើយអញ្ចឹងមានបានយកបានខ្លាយទេឬក៏ទៅតាមអំណាចភ្លើងទាំងអស់បាទបើតាមការបញ្ជាក់ពីលោកមេប៉ុសបានដឹងថាគឺឆេះអស់តែម្ដងបាទអូទៅទាំងអស់ហ្មងអញ្ចឹងតែការឆេះគឺបាទសូមបញ្ជាក់បន្តិចបាទការឆេះហ្នឹងគឺมันមានការឆេះជាលុយកាក់មាសប្រាក់អីគឺអត់មានទេគឺអាចយកបានរបស់បាទអូអាចយកបានប៉ុន្តែមួយចំនួនធំគឺទៅអស់ហើយណាបាទហើយពិបាកក្នុងការជួយអន្តរាគមន៍ទេវាចម្ងាយផ្លូវពីខាងរថយន្តបលុតអគ្គិភ័យមកដល់ផ្ទះសបាយហ្នឹងរយៈពេលប្រហែលម៉ោងมันឆេះអស់ដល់ថាហ្នឹងបើគិតពីចម្ងាយហ្នឹងពីស្នងការខេត្តមកដល់កន្លែងចំណុចខាងខេត្តហ្នឹងវាប្រហែលជាជិត20គីឡូដែរបាទជិត20គីឡូពេលដែលឆេះហ្នឹងគឺខាងរថយន្តបលុតអគ្គិភ័យហ្នឹងបានចំណាយទឹកអស់ពីរថយន្តដែរដើម្បីទប់កាត់បាញ់ទប់ស្កាត់កុំឲ្យវាឆេះរីលដាលមកផ្ទះផ្សេងទៀតបាទប៉ុន្តែឆេះហ្នឹងរយៈពេលប្រហែលម៉ោងទៅទាំងអស់ហ្នឹងហ្មងលោកវិឡែមឆេះហ្នឹងមើលគិតទៅវាអាចជាង1ម៉ោងបាទឆេះមកអស់ហ្នឹងបាទជាង1ម៉ោងណាបាទអរគុណណាលោកវិឡែមរាយការណ៍ពីខេត្តត្បូងឃ្មុំមកបាទអរគុណបាទជម្រាបលាបាទជម្រាបលាអញ្ចឹងបានថាបងប្អូនជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នតិចទៅបាទផ្ទះសបាយយើងមុនចេញទៅណាសូមមេត្តាបិទបារ៉ែតភ្លើងបើអាចថាបានបិទបានក៏បិទទៅបើសិនជាផ្ដាច់កុងតាក់ទាំងណាមួយដែលគិតថាវាសុវត្ថិភាពខ្ពស់សូមបន្តធ្វើទៅព្រោះយើងមើលអត់ឃើញទេអាការនៃកើតឡើងប្រធានសាក់អញ្ចឹងហើយយើងទៅរកប្តឹងផ្ដោពីណាបើផ្ទុះសេខ្សែភ្លើងរមុខអត់ឃើញបាទអញ្ចឹងគាត់ថាជំនាញបើសិនជាថ្ងៃមុខទៅខាងជំនាញស្ថាប័នណាមួយបង្កើតកិច្ចការងារនឹងថាបើផ្ទុះសេខ្សែភ្លើងឲ្យដឹងថាផ្ទុះតាមរបៀបម៉េចហើយរបៀបម៉េចនៅក្នុងយើងរកហេតុរកផលលោករដ្ឋបើអញ្ចឹងលើផ្ទុះសេខ្សែភ្លើងងាប់អស់លីងរហូតអញ្ចឹងពិបាកព្រោះយកអត់បានទេអរគុណអញ្ជើញលោករដ្ឋមួយរឿងទៀតបាទយើងអត់ជាប់ជាមួយនឹងភ្នាក់ងារតាមខេត្តទេរៀងរាយការណ៍ផ្ទាល់តែម្ដងគឺនៅខេត្តកំពង់ឆ្នាំងឯណោះបាទប្រជាពលរដ្ឋនិងសមត្ថកិច្ចនឹងសំណូមពរដល់ម្ចាស់ដីពីកន្លែងដែរនៅក្រោយរោងចក្រ MV ក្នុងភូមិត្រពាំងចឹកសាបាទត្រពាំងចឹកសាកាប់ព្រៃឲ្យវាលដើម្បីកុំឲ្យពួកជនល្មើសធ្វើសកម្មភាពស្ទាក់ពួននៅពេលយប់ចង់និយាយដល់កន្លែងហ្នឹងជាសម្បុកអីចឹងទៅក៏ចង់និយាយបាទព្រៃនៅក្នុងដីឡូពីកន្លែងនៅក្រោយរោងចក្រ MV ក្នុងភូមិត្រពាំងចឹកសាសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងកន្លងមកគឺជាសម្បុកក្មេងពីលជក់ថ្នាំញៀននិងសម្បុកជនល្មើសធ្លាប់ធ្វើសកម្មភាពស្ទាក់ពួនប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅពេលយប់ហើយពេលសប្តាហ៍កន្លងទៅនេះបាទមានពេលសប្តាហ៍មានថ្មីនេះទេបាទយើងទៅតែផ្សាយឲ្យដែរទេយុវជនរងគ្រោះម្នាក់ហ្នឹងក៏ត្រូវជនល្មើសស្ទាក់កាប់ដាច់កបាទស្លាប់នៅចំណុចខាងលើនេះដែរហើយលោកស្រីអ៊ុនណាវីប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងចឹកសាបាននិយាយឲ្យដឹងនៅថ្ងៃម្សិលមិញថាកាលពីខែមេសាឆ្នាំ2016កូនស្រីគាត់បានធ្វើដំណើរឆ្លងកាត់នៅចំណុចនេះនៅពេលយប់ត្រូវបានជនល្មើស2នាក់ហ្នឹងកាន់ដាវដេញមកស្ទាក់
ផ្លូវប្លន់យកចិញ្ចៀនផ្លាទីនមួយវងទូរស័ព្ទមួយគ្រឿងនិងលុយ 50,000 រៀលដែរប៉ុន្តែករណីនេះលោកស្រីមិនបានប្តឹងទៅសមត្ថកិច្ចទេព្រោះជាការបាត់បង់ចំនួនតិចតួចហើយលោកស្រីបានឲ្យដឹងទៀតថាកន្លងមកនារីជាអ្នកលក់ដូរនៅក្នុងហាងម្លប់ស្បូវពេលចេញពីធ្វើការនៅពេលយប់កាត់ចំណុចនេះក៏ត្រូវជនល្មើសស្ទាក់វាយយករបស់របួសបាក់ដៃនិងយកទូរស័ព្ទមួយគ្រឿងផងដែរហើយដោយឡែកលោកប្រធានរដ្ឋបាលប្រធានផ្នែកនគរបាលព្រំប្រទានក្រុងកំពង់ឆ្នាំងក៏បានឲ្យដឹងមកកាលពីម្សិលមួយថ្ងៃឯណោះបាទលោកថាអញ្ចេះកាលពីឆ្នាំមុនហ្នឹងបរោះជាអ្នករត់ម៉ូតូដប់ម្នាក់ក៏ត្រូវបានជនល្មើសឲ្យមានន័យថាឲ្យបរោះនោះដប់គាត់ដល់ចំណុចហ្នឹងបាទហើយក៏ត្រូវបានយកជនល្មើសនោះយកខ្សែលួសរឹតកពីក្រោយដួលរបួសហើយមានន័យថារឹតកធម្មតាពុកដប់វាមិនដួលបាទហើយជនល្មើសបានលួចយកម៉ូតូទៅបាត់ដែរនេះសាងសមត្ថកិច្ចគាត់ថាអញ្ចឹងបាទអញ្ចឹងហើយក៏សំណូមពរក៏មានសំណូមពរពីប្រជាពលរដ្ឋហ្នឹងក៏ថាដើម្បីទប់ស្កាត់បទល្មើសដែលកើតនៅចំណុចមានច្រើននៅចំណុចដីឡូទាំងពីរហ្នឹងសមត្ថកិច្ចនិងប្រជាពលរដ្ឋសូមឲ្យម្ចាស់ដីទាំងពីរបាទទាំងពីរឡូហ្នឹងបាទដែលគេដឹងថាដីឡូមួយកន្លែងជារបស់លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងហើយសូមជួយកាប់ឆ្ការអីហោហែតាមពិតទៅបើយើងមើលសាច់រឿងនេះធម្មតាទេព្រៃនៅតាមផ្លូវតាណាវាមានកកោកទេមិនចឹងបាទហើយបើសមត្ថកិច្ចដឹងថាកន្លែងហ្នឹងជាកន្លែងដែលមានសម្បុកពួកចោលហើយមានក្មេងសាត់ឆ្នាំញៀនហេតុអីមិនទៅបាទហើយមិនមែនទៅថ្ងៃហ្នឹងឯណាបើរៀបរាប់មកហ្នឹងតាំងពីឆ្នាំមុនហើយប្រហែលអាទិត្យមកហើយកើតមានហោហែហេតុអីបើសមត្ថកិច្ចប្រក្រាមបានអានេះជាសមត្ថកិច្ចជារឿងមួយដែលប្រជាពលរដ្ឋងឿងឆ្ងល់ហើយប្រជាពលរដ្ឋថាសមត្ថកិច្ចអត់សមត្ថភាពឬមិនបាទនេះជាបញ្ហាដែរហ្នឹងទន្ទឹមនឹងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអាហ្នឹងទទួលស្គាល់បងប្អូនគាត់សំណូមពរអាហ្នឹងជារឿងមួយប៉ុន្តែអីដែលសំខាន់នោះសមត្ថកិច្ចលោកបន្តបរឹងទៅកន្លែងនេះវាករណីបត់ល្មើសកើតឡើងច្រើនដាក់យាមកាមពិនិត្យកន្លែងហ្នឹងទៅកុំឲ្យវាបញ្ហាច្រើនកើតឡើងពេលខ្លះយើងសំណុំពោឲ្យគេកាប់ព្រៃកាប់អីក៏វាអត់ល្អមើលដីស្រែដីចំការគេមិនចេះតែកាប់ណាអញ្ចឹងណាអញ្ចឹងមែនតើគាត់ថាខាងសមត្ថកិច្ចជួយសហការជាមួយប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចហើយម្ចាស់ដីហ្នឹងក៏បានសហការក៏ល្អដែរប៉ុន្តែសំខាន់យើងបើយើងនិយាយថាទៅចោទតែរឿងម្ចាស់ដីក៏វាអត់ល្អមើលដែរតែសំខាន់គឺយើងត្រូវប្រយ័ត្នខ្លួនឯងបើមិនអាកន្លែងនេះវាកើតឡើងបាត់ល្មើសញឹកញាប់បងប្អូនប្រជាពលរដ្ឋកុំជិះកាត់តាមហ្នឹងទៅវាស្ថិតនៅវាជាពិសេសហ្នឹងវាស្ថិតនៅក្នុងនេះដែនដីបាទអាជ្ញាធរកាន់កាប់ផ្ទាល់ហើយចឹងមកសមត្ថកិច្ចបានដឹងអញ្ចឹងហើយដឹងហើយធ្វើមិនចេញទៅទៀតអាហ្នឹងមិនដឹងធ្វើម៉េចដែរវាត្រូវតែមានវិធានការពីលើទៅទៀតហើយបើអញ្ចឹងបាទអញ្ចឹងយើងបន្តបន្តិចទៀតបាទតកតងនឹងការផ្ដាល់បាទផ្នែកខាងកាកបាទក្រហមអនុសាខាកាកបាទក្រហមនៅខណ្ឌពោធិ៍សែនជ័យដែលដឹកនាំដោយលោកហែមដារិតបាទដែលប្រធានអនុសាខានឹងបានយកមានន័យថាចូលរួមដោយក្រុមសមាគមសិល្បៈស្ម័គ្រចិត្តបានជួយចុះសួរសុខទុក្ខប្រជាពលរដ្ឋហើយក្នុងនោះក៏មានការយកជំនួយទៅចែកដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនឹងចំនួន50គ្រួសារមកពី8ភូមិណា6សហគមន៍ក្នុងសង្កាត់ត្រពាំងកសាំងក្នុងបរិវេណវត្តអរុណបតីហើយក្រៅពីការចែកនឹងក៏មានការផ្ដាំសួរសុខទុក្ខពីសម្ដេចកតិពិតបណ្ឌិតដែរជាពិសេសនឹងគឺឲ្យសំណូមពរឲ្យប្រជាពលរដ្ឋរដូវវស្សាមកដល់ផងលោកបត្រាបាទមានភ្លៀងធ្លាក់អីក៏កិច្ចអីច្រើនអញ្ចឹងក៏ត្រូវតែហូបស្អាតហើយជាពិសេសទឹកអីហ្នឹងត្រូវតែមានការអនាម័យដាំឲ្យពុះផងដែរព្រោះជំងឺដង្កាត់វាអាចកើតមានគ្រប់ពេលវេលាទាំងអស់បាទហើយជាបន្ទាប់មកទៀតហ្នឹងក៏មានការចែកអំណោយដល់នេះកុមារីចំនួន300នាក់ដែរនៅសាលាបឋមសិក្សារុនបតីនោះដែលមានសភៅមានប៊ិចអីហោហែហើយក៏មានសប្បុរសជនមានទាំងប្រសង់ផងហើយបាសកបាសកានក៏ជួយផ្នែកខុសៗគ្នាដូចជាផ្អែមអីនៅក្នុងរូបភាពនេះអញ្ចឹងបាទព្រោះក្មេងៗគាត់បានញ៉ាំបានអីគាត់សប្បាយណាស់បាទអញ្ចឹងយើងបញ្ចប់ប៉ុណ្ណឹងចុះបាទអរគុណលោកនាងទីគោរពរាប់អានសូមបន្ថែមបន្តិចទៀតគឺរំខានតិចហើយដោយសារតែថ្ងៃនេះគឺថ្ងៃចុងក្រោយបាទថ្ងៃចុងក្រោយសម្រាប់រដូវកាល Cambodian Idol រដូវកាលទី2សម្រាប់វគ្គជំរុះម្សិលមិញនិងព្រឹកហ្នឹងដោយសារតែម្សិលមិញបេក្ខជនបេក្ខនារីបុកសម្រុកមកច្រើនពេកអញ្ចឹងធ្វើឲ្យហៀហោបរិបូរច្រើនពេកអញ្ចឹងសម្រាប់បេក្ខជនបេក្ខនារីដែលមិនទាន់បានឆ្លងកាត់វគ្គជំរុះហ្នឹងសូមអញ្ជើញមកដាក់ការប្រឡងនៅព្រឹកនឹងបន្តទៀតនៅផ្សារទំនើប Eon Mall ជាន់ទី4បាទព្រោះម្សិលមិញច្រើនមែនទែនលោករដ្ឋពេលមើលឃើញបេក្ខជនបេក្ខនារីច្រើនណាស់បាទនៅផ្សារទំនើប Eon Mall ជាន់ទី4គឺណែនយកតែមែនទែនហ្មង
ប៉ុន្តែព្រឹកហ្នឹងប្រហែលជាអាចស្បើយ យើងឃើញថាយុវជនយើងគាត់ចាប់អារម្មណ៍ផ្នែកវិស័យសិល្បៈខ្លាំងចាប់អារម្មណ៍ច្រើនទៅគេទាំងឯងបើសិនយើងអត់ទីទាំងពីរអ្នកចេះច្រៀងទៅដែរហ្នឹងទៅបាត់ហើយអត់និយាយព័ត៌មានធ្វើអ្នកចម្រៀងវិញបាទអញ្ចឹងសំខាន់ណាស់សម្រាប់បងប្អូនបេក្ខជនបេក្ខនារីដែលបានដាក់ពាក្យបានមានពាក្យរួចរាល់ហើយសូមអញ្ជើញទៅប្រឡងទៅសម្រាប់វគ្គជំរុញនឹង edition សម្រាប់ព្រឹកហ្នឹងបាទមកព្រឹកទៀតហ្នឹងនៅផ្សារទំនើប Eon Mall ជាន់ទី4អញ្ចឹងចាប់ផ្ដើមពីម៉ោង 9 ព្រឹកតទៅឥឡូវម៉ោង 8 ជាងហើយម៉ោង 8 ម៉ោង 8 ជាងជិតដល់ហើយអញ្ចឹងសម្រាប់បេក្ខជន7ជាង7:45បាទអញ្ចឹងមានម៉ោងទៀតទេម៉ោងទៀតទេសូមអញ្ជើញទៅដល់ឲ្យបានទីតាំងមុនហើយបើសិនទៅមុនបានមុនទៅក្រោយបានក្រោយហើយព្រោះបេក្ខជនមកសម្រុកមកច្រើនអញ្ចឹងសូមអញ្ជើញសម្រាប់បេក្ខជនបេក្ខនារីរបស់យើងគិតថាសម្លេងល្អទឹកដមសំនៀងពិរោះភាសាសូមអញ្ជើញដើម្បីទទួលបានឱកាសយើងមើលមិនឃើញណាជួនកាលអាចឱកាសហ្នឹងវាធ្លាក់មកលើយើងក៏អាចថាបានដែរអ្នកចម្រៀងដ៏ល្បីប្រចាំនៅផលិតកម្មហើយនឹងជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកទៀតសូមអញ្ជើញទាំងអស់គ្នាអរគុណលោកនាងទីគោរពរាប់អានម៉ោងពេលវេលារបស់យើងខ្ញុំបានមកដល់ទីបញ្ចប់ទៅហើយវគ្គក្រោយលោកអ្នកនឹងជួបលោកមេរិទ្ធីកញ្ញាសុភាលោកនឹងជម្រាបជូនរឿងរ៉ាវនៅព្រឹត្តិការណ៍សំខាន់ៗដែលកើតឡើងនៅក្នុងសង្គមជាពិសេសគឺករណីនៃការបាញ់លោកបណ្ឌិតកែមលីដែលជាអ្នកវិភាគឯករាជ្យកន្លងទៅថ្មីម្សិលមិញហ្នឹងសូមអញ្ជើញរៀបចំនិងតាមដាននៅវគ្គក្រោយគណៈនេះយើងខ្ញុំទាំងពីររូបនឹងក្រុមការងារសូមអរគុណសូមគោរពលា